អ្នកទាំងអស់គ្នាខានមកលេងភ្នំបូកគោយូរប៉ុណ្ណាហើយស្ញាប់ខ្ញុំយូរហើយហើយឥឡូវបានមកឃើញ60នាក់លោកយាយម៉ៅអូបូកគោឥឡូវខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដឹងមិនខ្ញុំមានអារម្មណ៍ថាខាងលើអត់សូវស្អាតដូចលោកមុនសោះអញ្ចឹងហើយអ្នកដែលបានទៅខ້ອຍៗហ្នឹងគាត់គិតទៅខ្ញុំអត់ប៉ុន្តែមុនទៅឥឡូវមកញ៉ាំបាយនៅបាយប្រកាសជាស្គាល់ហើយបាយឆាក្តាមហ្មងហ្នឹងហើយឆ្ងាញ់ហើយនិយាយទៅកន្លែងហ្នឹងគេលក់យូរហើយបានកាហ្វេបានអីចឹងបានទៅមករួចទៀតអាហារពេលព្រឹកណាហើយខ្ញុំជិះតែម្នាក់ឯងទេព្រោះដោយសារដូចនិយាយចឹងថ្ងៃនេះមានគ្នា3នាក់ព្រោះម្នាក់ហ្នឹងគាត់ត្រឡប់ទៅពេញវិញហើយតាមពិតមកបូកគោនេះស្ទាក់ស្ទើរដែរទេប៉ុន្តែដូចនិយាយចឹងជ្រុលមកកពោតអីបើអត់ឡើងបូកគោដូចអត់តំណងទៅតែខ្ញុំរៀងគិតដែរដោយសារជិះម៉ូតូឡើងមកទៅភូមិភ្នំបូកគោវាខ្ពស់ហើយយើងជិះម៉ូតូវាដោយសារខ្ញុំអត់ធ្លាប់ជិះម៉ូតូឡើងទេខ្ញុំនិយាយទៅមកលេងបូកគោលោកណាជិះតែឡានទេហើយឥឡូវសាក់បើកម៉ូតូខ្លួនឯងវាអត់ប្រហែលទេបងប្អូនទាំងអស់គ្នាព្រោះដោយសារផ្លូវដូចឃើញអញ្ចឹងផ្លូវគេចាក់បេតុងផ្លាក់កស៊ូស្អាតហើយគាត់ថាវាកោងចុះកោងឡើងអញ្ចឹងយើងជិះរៀងប្រយ័ត្នតិចទៅហ្នឹងហើយកុំភ្លេចចាក់សាំងឲ្យពេញសັບកង់ម៉ូតូឲ្យបានត្រឹមត្រូវមកចាំយើងឡើងមកដោយសារតើការធ្វើដំណើរដូចដឹងហើយនៅលើបូកគោវារៀងខ្ពស់អញ្ចឹងភាគច្រើនវីដេអូនេះមានតែក្នុងការជិះម៉ូតូទេព្រោះដោយសារមានតែទេសភាពតាមដងផ្លូវហើយនឹងជុំវិញសងខាងអញ្ចឹងហ្នឹងហើយនេះបាន3នាក់ពីម៉ូតូដូចនិយាយអញ្ចឹងបន្ទាប់ពីគេមកយកហើយនាំគ្នាគឺឡើងបូកគោយើងធ្វើដំណើរមិនយូរប៉ុន្មានទេទៀតក៏យើងទៅដល់កន្លែងដែរគេហៅថាទីប្រជុំជនមួយដែរនៅកន្លែងថ្មមុខយៈហ្នឹងហើយគេមានហាងកាហ្វេដែលបងប្អូនទាំងអស់គ្នាអាចចូលចតសម្រាប់ផ្លែទៅព្រោះហ្នឹងគេមានកាហ្វេមានភេសជ្ជៈផ្សេងហើយអ្វីដែលសំខាន់ហ្នឹងគឺយើងមានបន្ទប់ទឹកនិយាយទៅអ្នកដែលត្រូវការប្រើបន្ទប់ទឹកអីអាចចូលកន្លែងហ្នឹងបាននិយាយទៅដាក់ផ្ទាល់ហ្នឹងហើយមកដល់ភ្លាមគឺទាំងអស់គ្នាបើកទ្វារមកគឺឃើញទេសភាពស្រស់ស្អាតហ្មងពីលើភ្នំប៉ុន្តែនេះគាត់ថាពាក់កណ្ដាលភ្នំមែនតែហើយគឺការ design ដែលគាត់គេចេញមកសម្រាប់អ្នកណាដែលគាត់ចូលចិត្តថតរូបខ្ញុំចូលចិត្តប្រការចាប់ប្លង់ហ្មងហើយអានេះខ្យល់ខ្លាំងណាស់បងប្អូនទាំងអស់គ្នាចេញមកក្រៅចេះមើលខ្ញុំមកបើកមុខម្ដងនេះហើយកន្លែងនេះយើងអាចអង្គុយផឹកកាហ្វេថតរូបមើល view បានហើយតិចទៀតណាអង្គុយមួយផ្លែតក៏នាំទៅបន្តដំណើរទៅទៀតណានេះមកពេលល្ងាចអីអាចអង្គុយត្រជាក់ហើយមើលមិនសូវមើលថ្ងៃលិចបានទៀតប៉ុន្តែខ្ញុំអត់បាននៅដល់អង្គុយល្ងាចផងឥឡូវដូចនិយាយចឹងក៏បន្តដំណើរឡើងទៅលើភ្នំបូកគោចេញពីថ្មមុខយៈវិញហើយកន្លែងនេះគឺខ្ញុំចូលចិត្តមែនទែនបងប្អូនទាំងអស់គ្នាដោយសារផ្លូវកោកមែនតែមានដើមឈើធំអមសងខាងផ្លូវខ្ញុំមានអារម្មណ៍ថាដូចខ្ញុំនៅស្រុកគេអញ្ចឹងណាមិនមែនកំពុងនៅប្រទេសខ្មែរហើយសំខាន់ណាស់គេហ្នឹងគឺភ្នំទៀតហើយដើមឈើសងខាងអូស្អាតមែនតើដល់តែចិត្តទៅពិតថាជិះម៉ូតូរៀងក្តៅបន្តិចប៉ុន្តែយើងរីករាយជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើដោយសារវាជាពេលវេលាមួយដែលមានអារម្មណ៍ថាអូបរិសុទ្ធស្រស់ស្រាយសេរីភាពនិយាយទៅជិះម៉ូតូមានតែលោកប្រធានអូយើងបាន enjoy ជាមួយនឹងធម្មជាតិពិតអានេះអារម្មណ៍ដែលខ្ញុំបានជិះម៉ូតូហើយនេះដូចបងប្អូនឃើញចឹងអូថ្មគេដូចរៀបចឹងណាឡើងដុបហើយអានេះយើងមកខែក្តៅចុះវាអត់សូវដូចខែវស្សាទេមកខែវស្សាអាចនឹងមានភ្លៀងមានអីហើយអ្វីដែលខ្ញុំចង់ប្រាប់ទាំងអស់គ្នាគឺទាំងអស់គ្នាបើមកជួយកាន់ចេកឬក៏ផ្លែឈើអីយកមកផ្ញើស្វាផងព្រោះនៅសងខាងផ្លូវនោះសម្បូរសត្វស្វាមែនតើហើយខ្ញុំមានអារម្មណ៍ថាឃើញស្វាទាំងអស់ហ្នឹងអាណិតតែខ្ញុំមិនដឹងថាអ្នកផ្សេងគាត់មានអារម្មណ៍ចឹងអត់មានអារម្មណ៍ថាពួកវា slow មើលទៅដូចអាណិតទៅតិចខ្ញុំចង់ឈួតដែរហ្នឹងតែគាត់ថាស្ដាយខ្ញុំអត់មានអីផ្ញើទេអញ្ចឹងបើខ្ញុំធ្វើវីដេអូនេះឡើងបើអ្នកណាគាត់បានតែលេងកុំភ្លេចយកផ្លែឈើយកអីផ្ញើគ្នាផងព្រោះច្រើនមែនតើហ្មងហើយអង្គុយសងខាងផ្លូវហ្នឹងនិយាយទៅឥឡូវមិនយូរប្រហែលមកដល់ជាការ strawberry គេមុនមកគេគិតទៅត្រូវម្នាក់បេះគេ
យកទៅផ្ទះអ្នកផ្ទះប៉ុណ្នេះគីឡូប៉ុន្តែមកអាចឆ្កែសុទ្ធព្រោះមកដល់នេះគេអត់មានឲ្យយើងបេះទេដោយសារនិយាយទៅគេខ្លាចឆ្លងមេរោគគេការពារតំណែងគេដែរហើយបើខ្ញុំមកខ្លួនណាខ្ញុំដូចប្រុសចឹងហ្នឹងដែលនិយាយលេងរកទាំងអស់គ្នាហើយសម្រាប់ strawberry នេះដូចនិយាយចឹងមើលបានมันអាចពណ៌បានហើយក៏มันអាចហូបបានអូវីតាមីនខ្លាំងម្ល៉េះលោកត្រូវទេដោយសារតែគេមានបំរាមរបស់គេមុននឹងយើងចង់បេះយើងត្រូវមានការកក់ទុកអាចពីអាទិត្យមុនតាមដូចជា Facebook ចឹងគេមាននេះអញ្ចឹងសម្រាប់អ្នកដែលចង់មកបេះអីកក់ពីអាទិត្យមុនទៅបានមកបេះផ្ទាល់ដូចខ្ញុំចេះលើសុតមកដល់ថ្ងៃបានធ្វើអីទេបានទៅចូលមើលហ្នឹងហើយជំរើសបើអ្នកទាំងអស់គ្នាចូលមកអត់ធ្វើអីទេម្នាក់1ដុល្លារក្នុងការចូលមកថតលេងហើយបើទាំងអស់គ្នាយកជាជំរើសទី2ជាវជាភេសជ្ជៈរបស់គេអត់គិតលុយថ្លៃចូលទេគឺយើងចូលសេរីតែយើងទទួលបានភេសជ្ជៈមួយកែវថ្មីស្រស់ strawberry លេងមួយទឹកដោះគោជួយគាត់តែនិយាយនឹកឃើញហ្មងឈ្ងុយឆ្ងាញ់មែនណាខ្ញុំចង់និយាយថាស្រស់ហើយឆ្ងាញ់មែនតើឈ្ងុយតិចទៀតតែមើលខ្ញុំភ្លក់ទាំងអស់គ្នានេះអូឃើញចឹងឆ្ងាញ់ណាតោះបន្ទាប់ពីទីទៀតចេញពីហ្នឹងណាបន្តដំណើរទៅវត្តអីគេសំពៅប្រាំចាំផ្លិចហ្នឹងហើយកន្លែងនេះខ្ញុំមានឃើញគេចាស់ហើយរៀងស្ងាត់ហើយដូចសបោតកកហ្នឹងហើយដោយសារតែនៅលើភ្នំដូចសបោជនជាតិចិនច្រើនដែរតែខ្ញុំមានអារម្មណ៍ថាវាអត់ស្អាតដូចមុនសោះតែអ្វីដែលសំខាន់ពេលមកដល់វត្តភ្នំសំពៅ5គឺអត់អីទេមានអារម្មណ៍ថាស្អាតដដែលកន្លែងវត្តភ្នំសំពៅ5ប៉ុន្តែមិនដឹងកន្លែងផ្សេងទៀតយ៉ាងម៉េចទេព្រោះខ្ញុំខានមកយូរហើយទៅបុកគោខ្ញុំខានឡើងយូរហើយនេះទេសភាពស្អាតអញ្ចឹងអ្នកណាចង់ថតរូបស្អាតអីមកនេះព្រោះគ្រប់ប្លង់គ្រប់ជ្រុងហើយសំខាន់យើងបានមើលទៅសមុទ្រណាឃើញសមុទ្រហើយជាមួយនឹងកោះស្រស់ស្អាតព្រោះនិយាយទៅស្អាតហើយទៀតនេះជ្រុងខាងនេះហ្នឹងហើយខ្ញុំដើរមកជ្រុងខាងនេះអូថតឃើញវត្តហើយយើងឃើញសមុទ្រឃើញអីហ្នឹងដូចនិយាយអញ្ចឹងប៉ុន្តែកន្លែងនេះដូចជ្រុះទាំងអស់គ្នាដែលមកសូមប្រុងប្រយ័ត្នតិចទៅខ្ញុំដឹងថាអ្នកទាំងអស់គ្នាធំហើយដឹងហើយតែគ្រាន់តែខ្ញុំផ្ដាំផ្ញើព្រោះខ្ញុំក៏បានមកនឹងដូចគ្នាដែរហើយស្អាតទេសភាពថតរូបពីណាក៏ស្អាតដែរហើយខ្យល់ឃើញអត់ហើយសាប់ពេលមើលម៉ោងងាប់ហើយស្មាននេះហើយហ្នឹងចប់ហើយខ្ញុំព្រោះអីផឹកមិញយើងហូបតែហាពេលព្រឹកណាលើម៉ោង 7:01 អញ្ចឹងមានអីទេមីកំប៉ុងហ្នឹងឯងនៅលើភ្នំហើយចេញពីហ្នឹងទៅពួកខ្ញុំចុះទៅវិញហើយព្រោះកុំឲ្យ